មានអ្នកគ្រប់គ្រងជាច្រើនអ្នកបានណែនាំពួកយើងឲ្យប្រកួតប្រជែងការរស់រានមានជីវិតនៅលើកោះដាច់ស្រយាលប្រទេសឥណ្ឌូនេស៊ីមានកោះតូចរាប់ម៉ឺនកោះធនធានសមុទ្រសម្បូរបែបណាស់អញ្ចឹងថ្ងៃនេះយើងទទួលយកការប្រកួតប្រជែងនេះអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងណាស់ហើយថាតើដោយសមត្ថភាពរបស់ពួកយើងនៅលើកោះដាច់ស្រយាលបែបនេះតើយើងនឹងត្រូវអត់បាយ9ពេលក្នុងមួយថ្ងៃឬក៏អាចរីករាយនឹងការលំហែកាយឬក៏អាចញ៉ាំអាហារសមុទ្របានដោយសេរីតោះទៅមានមិត្តភ័ក្តិ2នាក់ទៀតបានបញ្ចប់ដំណើរកំសាន្តហើយត្រឡប់ទៅវិញហើយតាំងពីដំបូងពួកយើងមានគ្នាជាង10នាក់ឡើងមកលើកោះឥឡូវនេះសល់តែពួកយើង3នាក់ប៉ុណ្ណោះចាប់ពីពេលនេះទៅពួកយើងមានពេលវេលាច្រើនអាចទៅទទួលបានបទពិសោធន៍នៃការរស់រានមានជីវិតនៅលើកោះដាច់ស្រយាលប្រជែងម្ដងមើលពួកយើងមកដល់កោះគ្មានមនុស្សនេះប្រកួតប្រជែងរស់នៅទីនេះរយៈពេល7ថ្ងៃពួកយើងត្រូវរកកន្លែងមួយដែលស័ក្តិសមធ្វើជាចម្រោះសិនទីនេះជារដូវវស្សាព្យុះអាចនឹងមកដល់ភ្លាមកន្លែងនេះមិនអាក្រក់ទេយកកន្លែងនេះចុះយកកាំបិតមួយមកកាប់ដើមឈើមិនហួសហេតុពេកទេមែនទេទីនេះពោពេញទៅដោយកូនដើមដូងកាប់វាទៅ